จะรวมตาลูกโดนัลด์ทรัมป์บานเย่ในสำได้ประดาวตะเลยจำนวนสำคัญเอาไว้คลาดจำพวกกรมสกัดประโยชน์ฮามาหายตามือตื้ออาจยังมีอติปุลเลยกรมฮามาได้ที่บ้านการทวัฒน์บายบอลโลนอตรัมในเรือบรรดาจุดโซลบอลโลนี่คือดาวสำคัญแต่เลือปุษกรรมยุทธามาได้ดำเนินดอกเลยจะนับทนในเซลการเป็นเยเปลหรือการកិច្ចបេះពីគេហៅថាការតាបកិច្ចដែលបានសន្យាបានធ្វើឲ្យបទជប់បាញ់នេះស្ថិតក្នុងភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្នហើយការធ្វើថាអធិប្បាយរបស់លោកត្រាំនេះក៏ស្របពេលដែលសហរដ្ឋអាមេរិកគេបានបញ្ជូនប្រេសិតរបស់លោកត្រាំដែលទទួលខុសត្រូវលើកិច្ចការចំណាប់ធ្នូនៅតំបន់ហ្គាហ្សាគឺលោកអាដាមបូលឺទៅចរចាដោយផ្ទាល់ហើយការងារនេះគឺបានផ្ដោតសំខាន់មួយទៀតទៅលើចំណាប់ធ្នូអាមេរិកជនជាតិអាមេរិក5នាក់ក្នុងនោះ4នាក់បានបាត់បង់ជីវិតទៅហើយនៅសល់តែម្នាក់ទេអញ្ចឹងលោកដូណាល់ត្រាំបានលើកឡើងពីគេហៅថាសម្ដីចុងក្រោយដែលលោកបានលើកឡើងថាស្ថានភាពនឹងធ្ងន់ធ្ងរបំផុតមិនអាចស្មានបានបើសិនជាក្រុមហាម៉ាស់មិនព្រមដោះលែងចំណាប់ធ្នូទាំងអស់ដែលលោកចាត់ទុកថាការព្រមានរបស់លោកនេះគឺជាឱកាសចុងក្រោយដែលក្រុមហាម៉ាស់អាចចាក់ចេញពីតំបន់ហ្គាហ្សាបានបើសិនជាក្រុមនេះមិនព្រមដោះលែងចំណាប់ធ្នូឲ្យបានឆាប់តាមការអំពាវនាវរបស់លោកទេឱកាសចុងក្រោយសម្រាប់ក្រុមហាម៉ាស់ក៏លែងមានដែរហើយការចាក់ចេញពីតំបន់ហ្គាហ្សាដោយក្រុមហាម៉ាស់ហ្នឹងក៏អត់មានឱកាសចាក់ចេញដែរដែលលោកបានលើកឡើងថាយើងនឹងបញ្ជូនគ្រឿងយុទ្ធោបករណ៍គ្រប់បែបយ៉ាងដែលអ៊ីស្រាអែលត្រូវការដើម្បីកំទេចចោលនៅតំបន់ហ្គាហ្សានេះហើយក្រុមហាម៉ាស់ត្រូវតែចាក់ចេញទោះយ៉ាងណាក៏ដោយគេបានសម្លឹងឃើញថាការធ្វើអធិប្បាយរបស់លោកត្រាំនេះគឺចង់សម្ដៅន័យថាទៅថ្ងៃអនាគតក្រុមហាម៉ាស់ប៉ាឡេស្ទីនត្រូវតែគ្មានវត្តមាននៅក្នុងតំបន់ហ្គាហ្សាហើយមុនពេលនឹងចាក់ចេញក៏ត្រូវដោះលែងចំណាប់ធ្នូឲ្យអស់ដែរការធ្វើអធិប្បាយរបស់លោកត្រាំនេះគឺមិនទាន់មានការឆ្លើយតបភ្លាមៗពីក្រុមហាម៉ាស់ប៉ាឡេស្ទីនទេហើយត្រង់ថាមានប្រសិទ្ធភាពឬក៏អត់នោះគឺលោកដូណាល់ត្រាំធ្លាប់បានធ្វើអធិប្បាយគម្រាមអញ្ចឹងមួយលើកជាពីរលើកដែរនៅពេលដែលបទជប់បាញ់ចូលជាធរមានដំបូងថ្ងៃទី19ខែមករាឆ្នាំ2025កន្លងទៅហ្នឹងក៏លោកត្រាំបានលើកឡើងអធិប្បាយពីការដាក់អសានវិទ្យាយ៉ាងដែរបើក្រុមនេះមិនអនុវត្តបាននៅត្រឹមពេលវេលាថ្ងៃត្រង់ថ្ងៃសៅរ៍កន្លងមកហ្នឹងគឺបទជប់បាញ់ក៏ត្រូវលុបចោលដែរអញ្ចឹងការធ្វើអធិប្បាយរបស់លោកត្រាំពីរលើកមកហើយគេឃើញថាមានប្រសិទ្ធភាពដែលក្រុមហាម៉ាស់ប៉ាឡេស្ទីនបើទោះបីជាទាត់ចោលភ្លាមប៉ុន្តែក្រោយមកក៏និយាយក្នុងអរិយាប័ត្រសម្រាលស្ថានភាពនិងប្រើប្រាស់ភាសានៃការសម្របសម្រួលដែរដូច្នេះការធ្វើអធិប្បាយចុងក្រោយរបស់លោកត្រាំនេះគឺគេមិនទាន់ដឹងច្បាស់ថាតើក្រុមហាម៉ាស់នឹងត្រូវអនុវត្តឬយ៉ាងណាទេប៉ុន្តែលោកបានធ្វើអធិប្បាយខ្លាំងដោយប្រើការព្រមានធ្ងន់ក្នុងការកំទេចក្រុមហាម៉ាស់នេះពីរលើកហើយដែលក្រុមនេះគឺបានប្រែប្រួលអរិយាប័ត្រឬហៅផ្លាស់ប្ដូរអរិយាប័ត្រមកអនុវត្តទៅតាមការព្រមានរបស់លោកដូណាល់ត្រាំប៉ុន្តែលើកចុងក្រោយនេះពាក់ព័ន្ធនឹងថាការដោះលែងចំណាប់ធ្នូដែលនៅសេសសល់ទាំងអស់ហើយត្រូវចាក់ចេញពីតំបន់ហ្គាហ្សាទើបអាចមានសុវត្ថិភាពដូច្នេះចំណុចដែលត្រូវបញ្ចប់ឱកាសរបស់ក្រុមហាម៉ាស់ក្នុងការគ្រប់គ្រងហ្គាហ្សានេះគឺគេមិនដឹងច្បាស់ទេហើយក៏ពិបាកនឹងថាក្រុមនេះអាចទទួលយកដែរបាទនិយាយពីរឿងបទជប់បាញ់ដែលនៅពេលនេះអ៊ីស្រាអែលកំពុងតែជំរុញឲ្យមានការបន្តបទជប់បាញ់ដែលជាក់ស្ដែងបានផុតកំណត់ទៅហើយកាលពីថ្ងៃទី1ខែមីនាកន្លងទៅបន្ទាប់ពីអនុវត្តបាន6សប្តាហ៍ឬ42ថ្ងៃហើយរហូតមកដល់ពេលនេះគឺយ៉ាងណាទៅហើយលោករីណាបទជប់បាញ់បានផុតរលត់ទៅមានន័យថាអស់សុពលភាពនៅថ្ងៃទី1ខែមីនាកន្លងទៅហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះហើយសហរដ្ឋអាមេរិកបានស្នើសុំឲ្យពន្យាពេលដល់ពាក់កណ្ដាលខែមេសាហើយអ៊ីស្រាអែលក៏បានទទួលយកប៉ុន្តែក្រុមហាម៉ាស់ប៉ាឡេស្ទីនដែលមានការស្ទាក់ស្ទើរដោយជំរុញឲ្យអ៊ីស្រាអែលហ្នឹងគឺក្នុងចន្លោះពេលហ្នឹងរហូតដល់ពាក់កណ្ដាលខែមេសាចូលរួមក្នុងតុចរចាដើម្បីពិភាក្សាកិច្ចព្រមព្រៀងបទជប់បាញ់ដំណាក់កាលទី2ដោយសារការអនុវត្តបទជប់បាញ់ដំណាក់កាលទី1ក្នុងរយៈពេល6សប្តាហ៍នោះគឺតម្រូវឲ្យអនុវត្តបាន16ថ្ងៃភាគីទាំងពីរត្រូវពិគ្រោះពិភាក្សាឬក៏ចរចាដំណាក់កាលទី2ប៉ុន្តែរយៈកាលកន្លងមកនេះដោយសារតែជាប់ប្រកែកប៉ុណ្ណឹងគ្នាជាប់ចោតប្រកាន់គ្នាទៅវិញទៅមកហើយការចូលតុចរចាហ្នឹងក៏មិនបានវិភាសាអ្វីឲ្យបានធំដុំដែរដូច្នេះដំណាក់កាលទី2នេះមិនទាន់បានវិភាសាជំរុញឲ្យមានវឌ្ឍនភាពចំណុចណាមួយនៅឡើយទេដោយអ៊ីស្រាអែលប្រកាន់ជំហរតឹងរឹងថាក្នុងដំណាក់កាលទី2នេះគឺជាពេលវេលាដែលអ៊ីស្រាអែលត្រូវដកកងកម្លាំងទាំងអស់ចេញពីហ្គាហ្សាពេលនោះឯងគឺជាពេលបញ្ចប់សង្គ្រាមក៏ប៉ុន្តែបើសិនជាអ៊ីស្រាអែលដកកម្លាំងចេញពីហ្គាហ្សាមានន័យថាក្រុមហាម៉ាស់ប៉ាឡេស្ទីននៅនឹងតំបន់ហ្គាហ្សាដដែលមិនចាក់ចេញពីទឹកដីប៉ាឡេស្ទីនមួយនេះទេបើតាមការលើកឡើងរបស់ប្រមុខយោធាថ្មីរបស់អ៊ីស្រាអែលលោកអ៊ីយ៉ាល់យ៉ាមីបានលើកឡើងថាក្រុមហាម៉ាស់ប៉ាឡេស្ទីនពិតមែនតែរងគ្រោះធ្ងន់ធ្ងរបំផុតក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេលជាង16ខែមកនេះក៏ប៉ុន្តែក្រុមនេះគឺមិនទាន់បរាជ័យទាំងស្រុងទេបើក្រុមហាម៉ាស់មិនទាន់បរាជ័យគឺអ៊ីស្រាអែលក៏មិនទាន់សម្រេចគោលដៅយោធារបស់ខ្លួនដែលថាត្រូវកំទេចសមត្ថភាពយោធារបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនអស់ពីដែនដីហ្គាហ្សាដូច្នេះបើសិនជាអ៊ីស្រាអែលចរចា
ត្រូវរើជាមួយនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីនដកកម្លាំងចេញទាំងអស់ពីហ្គាហ្សាជាការបញ្ចប់សង្គ្រាមអញ្ចឹងក្រុមនេះនឹងវិលចូលគ្រប់គ្រងតំបន់ហ្គាហ្សាដោយតែពីមុនហើយបង្កការគម្រាមកំហែងឬបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់អ៊ីស្រាអែលនាពេលអនាគតដូច្នេះមកដល់ពេលនេះគឺពិតមែនថាអនុវត្តបទជបាញ់បណ្ដោះអាសន្នហ្នឹងគឺត្រូវបន្ថែមពេលអនុវត្តដល់ពាក់កណ្ដាលខែមេសាក៏ប៉ុន្តែបើភាគីណាមួយរំលោភបំពានក៏មិនមានអ្វីជាចំណងផ្លូវច្បាប់ដែលត្រូវស្ដីបន្ទោសដែរដោយសារតែបទជបាញ់នេះបានហួសសុពលភាពទៅហើយការអនុវត្តនេះគឺតាមការស្នើសុំរបស់សហរដ្ឋអាមេរិកហើយពេលនេះគឺក្រុមហាម៉ាស់ប៉ាឡេស្ទីនបានស្នើឲ្យអ៊ីស្រាអែលចូលមកតុចរចាដើម្បីពិភាក្សាសម្រាប់ដំណាក់កាលទី2តែអ៊ីស្រាអែលហាក់រារែកនឹងមិនទទួលយកនៅការពិភាក្សាណាមួយទេដល់ពេលនេះគឺក្រុមប្រទេសជាអន្តរការីមានអេស៊ីបកាតានិងសហរដ្ឋអាមេរិកហ្នឹងកំពុងតែពិភាក្សាពីភាគីទាំងសងខាងថាតើថ្ងៃណាពិតប្រាកដដែលភាគីទាំងពីរត្រូវចូលតុចរចាដើម្បីពិភាក្សាដំណាក់កាលទី2នោះបាទទោះយ៉ាងណាគេបានមើលឃើញថាការផុតកំណត់នៃបទជបាញ់ដំណាក់កាលទី1នេះបាទដំណាក់កាលទី1គឺផុតថ្ងៃ1មីនាប៉ុន្តែថ្ងៃនេះយើងឈានចូលដល់ថ្ងៃ6ខែមីនាឆ្នាំ2025ទៅហើយតាមវេលានៅកម្ពុជានៅក្នុងអំឡុង 4-5 ថ្ងៃដែលហួសនេះគឺអត់មានការប៉ះទង្គិចគ្នាអ្វីគួរឲ្យបានកើតឡើងគួរឲ្យកត់សម្គាល់ទេលោករីណាបាទរយៈពេលប្រហែលថ្ងៃនេះខាងក្រុមហាម៉ាស់ប៉ាឡេស្ទីនមិនមានការវាយប្រហារណាមួយកើតឡើងដោយលើអ៊ីស្រាអែលទេក៏ប៉ុន្តែអ៊ីស្រាអែលបានវាយប្រហាររហូតដែរចាប់តាំងពីមុនពេលផុតសុពលភាពនៅថ្ងៃទី1ខែមីនាមកម្លេះហើយកាលពីថ្ងៃអង្គារហ្នឹងគឺមានជនជាតិប៉ាឡេស្ទីន4នាក់3នាក់ស្លាប់និង4នាក់រងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់នៅទីក្រុងរ៉ាហ្វានិងទីក្រុងខានយូនីសតំបន់ហ្គាហ្សាភាគខាងត្បូងដោយអ៊ីស្រាអែលបានលើកឡើងថាទីនោះឯងជាមុខសញ្ញាសង្ស័យដែលថាព្យាយាមបាញ់គ្រាប់រ៉ុកែតទៅលើប្រទេសអ៊ីស្រាអែលដូច្នេះរយៈកាលចុងក្រោយដែលផុតសុពលភាពហើយនេះការវាយប្រហារមានតែខាងភាគីអ៊ីស្រាអែលទេហើយដោយឡែកក្រុមហាម៉ាស់ប៉ាឡេស្ទីនមិនទាន់បង្ហាញពីរបាយការណ៍ណាមួយក្នុងការវាយបកទៅលើអ៊ីស្រាអែលទេហើយក៏មិនទាន់មានការធ្វើអធិប្បាយដែលថានឹងសងសឹកឬក៏វាយប្រហារទៅលើអ៊ីស្រាអែលក្នុងករណីដែលអ៊ីស្រាអែលមិនគោរពលើបទជបាញ់ដែលពជាពេលជាបណ្ដោះអាសន្ននេះដែរ